Sắp niệm trong ol sắp niệm trong ol này chỉ bị sầm rạp trong ol bằng hán ở vầy mùi đây nào chụp bỏ mốc nào chết rư có nào chẳng ai chẳng nệ sắc xa dưỡng thluộc chụp bật hai nực nông mê rìn dưỡng thluộc sắc xa tôi vầy có khmai cái đây vầy có phía xa đợt tay cái đâyท่านนักข่าวภาษาเขมรយើងនេះសព្វនាមចង្អុលយើងមានការបែងចែកជា2គឺសព្វនាមចង្អុលសម្រាប់បង្ហាញទីចិត្តហើយនិងសព្វនាមចង្អុលបង្ហាញទីឆ្ងាយតែយើងទៅមើលខ្លឹមសារតែម្ដងសព្វនាមចង្អុលអ្នកធ្លាប់បានសិក្សារួចមកហើយអំពីសព្វនាមសំណួរនិងសព្វនាមពុរិស័កឥឡូវនេះអ្នកនឹងសិក្សាអំពីសព្វនាមចង្អុលចូលសង្កេតល្បះខាងក្រោមណាបើយើងមើលល្បះទាំងអស់គ្នាមើលនេះជាផ្ទាំងគំនូរប្រាសាទបាយ័នល្បះហ្នឹងណាចឹងយើងសង្កេតមកមើលតើពាក្យមួយណាដែលចាត់ថាជាសព្វនាមចង្អុលយើងសិក្សាមើលសង្កេតមើលក្នុងល្បះមកឃើញទេចំការខាងនេះជាចំការរបស់តាខ្ញុំនេះយើងរកឃើញទេនោះជារូបសំណាកព្រះវិស្ណុដៃ8ណាហ្នឹងឯចំការខាងនោះជាចំការរបស់ម្ដាយខ្ញុំចឹងនៅក្នុងល្បះខាងលើនោះនេះជាផ្ទាំងគំនូរប្រាសាទបាយ័នចឹងពាក្យថានេះអ្នកសិក្សាសង្កេតទៅឃើញណាពាក្យនេះណាហ្នឹងពាក្យនេះចឹងនេះជាផ្ទាំងគំនូរប្រាសាទបាយ័នចឹងពាក្យនេះគឺជាសព្វនាមចង្អុលសម្រាប់បង្ហាញពីទីចិត្តនេះចំការខាងនេះជាចំការរបស់លោកតាខ្ញុំចឹងពាក្យនេះក៏ជាសព្វនាមចង្អុលនឹងបង្ហាញពីទីចិត្តនោះជារូបសំណាកព្រះវិស្ណុចឹងពាក្យថានោះគឺជាសព្វនាមចង្អុលដែរប៉ុន្តែបង្ហាញពីទីឆ្ងាយនឹងគេហៅថាសព្វនាមបង្ហាញពីទីឆ្ងាយឯចំការនោះជាចំការរបស់ម្ដាយខ្ញុំអញ្ចឹងពាក្យថានោះគឺជាសព្វនាមចង្អុលបង្ហាញពីទីឆ្ងាយអញ្ចឹងសព្វនាមចង្អុលជាពាក្យសម្រាប់ចង្អុលបង្ហាញអ្វីមួយដែលនៅចំពោះមុខនៅជិតឬក៏នៅឆ្ងាយហើយនឹងគឺមានការបែងចែកជា2គឺបង្ហាញពីទីចិត្តពាក្យទីចិត្តនោះដូចជាពាក្យនេះអានេះអ្នកនេះជាដើមសម្រាប់បង្ហាញទីឆ្ងាយនោះអានោះអ្នកនោះហ្នឹងហើយសព្វនាមចង្អុលប្រើសម្រាប់ផ្លាស់កន្សំនាមឧទាហរណ៍នេះជាសិភៅខ្ញុំនោះជាសិភៅឯងផ្លាស់កន្សោមនាមជាវត្ថុអានេះអានោះឧទាហរណ៍មានបន្ទាត់2នៅលើតុអានេះជារបស់ខ្ញុំអានោះជារបស់អ្នកឯងឬក៏របស់ឯងផ្លាស់កន្សោមនាមជាមនុស្សអ្នកនេះអ្នកនោះឧទាហរណ៍សិស្សទាំងពីរនេះសិស្សនេះពូកែជាងសិស្សនោះណាចឹងសរុបសេចក្តីមកសព្វនាមចង្អុលគឺជាពាក្យសម្រាប់បង្ហាញពីទីចិត្តឬក៏ទីឆ្ងាយសូមអរគុណសម្រាប់ការទស្សនាវីដេអូ
តើតើនឹងវេយ្យាករណ៍ខ្មែរសូមជួយចុច like និង subscribe ផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ